ថ្ងៃនេះគឺបានធ្វើនំបញ្ចុកសម្លប្រហើរទៀតហើយបងប្អូនមកញ៉ាំជាមួយនឹងខ្ញុំទាំងអស់គ្នាណាថ្ងៃហ្នឹងគឺនឹងខ្ញុំបានធ្វើនំបញ្ចុកបងប្អូនសម្លប្រហើរខ្មែរយើងហ្នឹងហើយគឺផ្លេចមិនបានហ្នឹងគឺម្ទេសយើងញ៉ាំនំបញ្ចុកញ៉ាំអីក៏ដោយគឺអត់ម្ទេសគឺអត់សូវឆ្ងាញ់ទេអញ្ចឹងតើមានម្ទេសបន្ថែមហើយបន្លែខ្ញុំគឺអត់មានច្រើនទេមានតែសក់បន្តិចហើយសណ្តែកគួរមានការ៉ុតតែមួយមុខបន្តិចទេហើយមានជីនឹងក៏ដាំខ្លួនឯងហើយស្លខ្មែរយើងទឹកនំបញ្ចុកមិនថាស្លការីឬក៏ស្លខ្មែរស្លតង់យ៉ាំអីទេឲ្យតែមានបន្លែច្រើនមុខក៏គឺឆ្ងាញ់មែនទែនប៉ុន្តែខ្ញុំគឺអត់មានទេខ្ញុំមានតែ2 3មុខនឹងឯងមានប៉ុណ្ណាគឺខ្ញុំដាក់ប៉ុណ្ណឹងឯងហើយនិយាយចឹងទៅក៏នឹកឃើញការខ្លួនឯងនៅក្មេងៗហើយនឹងចិត្តដល់ពេលតលេងផ្ទះហើយអូននិយាយជាមួយបងមួយប្អូនមួយម៉ែកម្រងមុនហើយតែចង់ធ្វើអីហូបនិយាយជាមួយគ្នាឡើង2 3ថ្ងៃដល់ពេលទៅដល់ទៅគឺយើងជុំគ្នាយើងធ្វើអីហូបជុំគ្នាគឺសប្បាយមែនទែនហើយនឹកឃើញពេលថាអូយើងនៅក្មេងៗយើងចង់ហូបអីយើងចង់ធ្វើអីមិនថាក្មេងរហូតដល់ឥឡូវឯងឲ្យតែកូនចិត្តតលេងផ្ទះម្ដងតែងតែប្រាប់ម៉ែម៉ែអើយចង់ហូបនេះម៉ែចង់ហូបនោះម៉ែខ្ញុំគឺតែងតែធ្វើឲ្យហើយម៉ែខ្ញុំគឺប្រកែមែនទែនហើយធ្វើឆ្ងាញ់សម្រាប់តែកូនគឺខ្ញុំថាឆ្ងាញ់មែនទែនចំពោះខ្ញុំម៉ែខ្ញុំធ្វើអីឲ្យក៏ដោយគឺខ្ញុំថាឆ្ងាញ់តែអត់តែម៉ែធ្វើបានធ្វើឲ្យកូនហូបចឹងណាមិនថាតែពេលកូននៅឆ្ងាយឬក៏នៅចិត្តទេមុននឹងចង់ធ្វើអីហូបទៅសួរចង់ហូបអីចង់ធ្វើអីពិភាក្សាគ្នាជាមួយម៉ែមួយកូនហើយដល់ពេលខ្ញុំចិត្តទៅលេងផ្ទះឬក៏ដល់ថ្ងៃខ្ញុំទៅលេងផ្ទះអញ្ចឹងខ្ញុំក៏តែងតែប្រាប់ថាកូនឯងចង់ហូបអីចង់ធ្វើអីប្រាប់គាត់ទៅដល់ពេលយើងប្រាប់គាត់មុនទៅសនុកពេលដែលខ្ញុំទៅដល់ផ្ទះអីអញ្ចឹងគឺខ្ញុំបានហូបភ្លាម កុំឲ្យចាំយូរអញ្ចឹងណាហើយខ្ញុំក៏តែងតែប្រាប់ថាខ្លាចពិបាកម្អែខ្លាចអីអញ្ចឹងប៉ុន្តែគាត់ថាអត់ទេឲ្យទៅពេលចង់ហូបអីចង់ធ្វើអីប្រាប់គាត់ទៅគាត់ធ្វើទុកឲ្យមុនពេលយើងទៅដល់ផ្ទះហើយពេលយើងទៅដល់ផ្ទះហើយយើងចង់ធ្វើអីហូបទៀតចាំយើងគិតគ្នាទៀតម៉ែខ្ញុំគាត់ធ្វើស្លនំបញ្ចុកគឺស្លនំបញ្ចុកខ្មែរគាត់ធ្វើហូបឆ្ងាញ់មែនទែនខ្ញុំគឺឲ្យទៅចង់ហូបអីក៏ដោយម៉ែខ្ញុំតែងតែប្រាប់ថាចង់ហូបអីប្រាប់គាត់ទៅព្រោះគាត់អាចធ្វើឲ្យហូបបានហើយកូនវិញគឺអត់សូវចេះហ្មងទេចេះចេះតិចតួចចឹងបងប្អូនតែម៉ែខ្ញុំវិញគឺបកែមែនទែនម៉ែខ្ញុំជាមនុស្សបកែជាងគេហើយចំពោះខ្ញុំបងប្អូនខ្ញុំគឺអត់សូវចេះប្រហែលទេហើយខ្ញុំគឺស្រឡាញ់ម៉ែខ្ញុំខ្លាំងហើយស្រឡាញ់ប៉ាខ្ញុំអូនប្អូនខ្ញុំក៏ខ្ញុំស្រឡាញ់ដែរហើយនិយាយពីរឿងនំបញ្ចុកឯណាបងប្អូនតែនិយាយពីរឿងបងប្អូនម៉ែឪទៅវិញនិយាយលេងទេបងប្អូននឹកឃើញនំបញ្ចុកទៅក៏នឹកឃើញអនុស្សាវរីយ៍ការនៅផ្ទះជាមួយម៉ែជាមួយឪជុំគ្នាកូនបងប្អូនបើសិនជាកន្លែងណាដែលខ្ញុំនិយាយខុសសូមអភ័យទោសផងបាយ